ជំរាបសួរខ្ញុំបាទឈ្មោះសនចន្ទថាគឺជាបុគ្គលិកសង្គមនិងកិច្ចការពារកុមាររបស់អង្គការ APR លេខទូរស័ព្ទ hotline របស់អង្គការ APR មានពីរប្រព័ន្ធទី1 010 333 296ប្រព័ន្ធទី2 088 9 333 296អ្នកណាអាចខមលេខនេះបានដែរដើម្បីរាយការណ៍ពីក្តីបារម្ភអំពីសុវត្ថិភាពនិងសុខុមាលភាពរបស់កុមារលេខទូរស័ព្ទនេះត្រូវបានគ្រប់គ្រងដោយបុគ្គលិកសង្គមនិងកិច្ចការពារកុមាររបស់អង្គការ APR ដែលពួកគាត់ទទួលបានការបណ្ដុះបណ្ដាលអំពីការទទួលករណីឆ្លើយតបនិងរកដំណោះស្រាយអំពីបញ្ហាដែលបានរាយការណ៍មកទាំងអស់គ្នាអាចខមលេខទូរស័ព្ទ hotline របស់អង្គការ APR បានប្រសិនបើអ្នកបានឃើញឬសង្ស័យថាកុមារកំពុងតែស្ថិតនៅក្នុងការរំលោភបំពានការទុកចោលការកេងប្រវ័ញ្ចឬស្ថិតនៅក្នុងស្ថានភាពណាមួយដែលប្រឈមនឹងហានិភ័យអ្នកណាអាចខមលេខនេះបានដែររួមមានអ្នករស់នៅក្នុងសហគមន៍ឪពុកម្ដាយបុគ្គលិកសិស្សឬភ្ញៀវដែលមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់កុមារសម្រាប់អ្នកខលមកប្រសិនបើអាចសូមរាយការណ៍អំពីហេតុការណ៍ទីតាំងពេលវេលាកើតហេតុព័ត៌មានលម្អិតអំពីកុមារនិងស្ថានភាពរបស់ពួកគាត់ហេតុការណ៍ដែលបានរាយការណ៍មកត្រូវបានដោះស្រាយដោយសម្ងាត់តាមនីតិវិធីរបស់អង្គការ APR ហើយព័ត៌មានត្រូវបានចែករំលែកតែជាមួយក្រុមការងារទទួលខុសត្រូវផ្នែកសុវត្ថិភាពកុមារតែប៉ុណ្ណោះបន្ទាប់ពីទទួលបានរបាយការណ៍ក្រុមការងារសុវត្ថិភាពកុមារនឹងពិនិត្យមើលព័ត៌មានហើយធ្វើការជាមួយដៃគូឬអាជ្ញាធរពាក់ព័ន្ធដើម្បីធានាថាកុមារទទួលបានការគាំទ្រនិងសុវត្ថិភាពដែលពួកគាត់ត្រូវការការរាយការណ៍ពីការព្រួយបារម្ភរបស់អ្នកគឺជាការជួយការពារកុមារនិងធានាថាពួកគាត់ទទួលបានការគាំទ្រដែលពួកគាត់ត្រូវការសកម្មភាពរបស់អ្នកគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយរក្សាសុវត្ថិភាពរបស់កុមាររួមគ្នាការពារសុវត្ថិភាពរបស់កុមារមនុស្សគ្រប់រូបមានតម្លៃស្មើគ្នា